ជំរាបសួរនាងខ្ញុំឡៃដានីពី Aspire Migration and Education ថ្ងៃនេះនាងខ្ញុំមានការចែករំលែកចំណេះដឹងសំខាន់មួយចំនួនដើម្បីឲ្យបងប្អូនជៀសផុតពីការឆោបបោកតាក់ទងនឹងការធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលីចំណុចទី1សូមរំលឹកបងប្អូនសារជាថ្មីថាអូស្ត្រាលីមិនមានទិដ្ឋាការកសិកម្មសម្រាប់ប្រទេសកម្ពុជាទេដូច្នេះប្រសិនបើមាននរណាម្នាក់សន្យាថាជួយអ្នកឲ្យទទួលបាននៅការងារនៅផ្នែកកសិកម្មនោះវាមិនមែនជាព័ត៌មានពិតទេមកទល់ពេលនេះនៅមានបងប្អូនមួយចំនួនបានចំណាយថវិកានិងពេលវេលាធ្វើការជាមួយបុគ្គលដែលផ្ដល់ព័ត៌មានមិនពិតនេះខ្ញុំពិតជាមិនចង់ឃើញបងប្អូនស្ថិតនៅក្នុងរូបភាពដែលគេបោកប្រាស់បែបនេះឡើយមានសំណួរមួយលើកឡើងថាចុះបើគ្មានទិដ្ឋាការកសិកម្មតើប្រជាជនកម្ពុជាមានឱកាសមកធ្វើការនៅប្រទេសអូស្ត្រាលីដែរឬទេសូមបញ្ជាក់ថាប្រជាជនកម្ពុជាពិតជាមានសិទ្ធិមកធ្វើការនៅប្រទេសអូស្ត្រាលីតាមរយៈទិដ្ឋាការការងារជំនាញដែលជាភាសាអង់គ្លេសហៅថា Skill Visa ហើយអ្នកគ្រប់គ្នាមានសិទ្ធិនៅក្នុងការទទួលបានព័ត៌មានពិតពីអ្នកផ្ដល់ប្រឹក្សាដើម្បីឆ្វេងយល់អំពីស្ថានភាពខ្លួនឯងថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការស្នើសុំទិដ្ឋាការនេះដែរឬទេដើម្បីជៀសវាងពីការឆោបបោកសូមធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញមុននឹងសម្រេចចិត្តដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទណាមួយចំណុចទី2អូស្ត្រាលីបានបិទទិដ្ឋាការសម្រាប់អ្នកជំនួញកាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2024ដូច្នេះមិនមានទិដ្ឋាការសម្រាប់អ្នកជំនួញឡើយការពីពេលថ្មីនេះមានបងប្អូនខ្មែរដែលចង់ទិញជំនួយនៅប្រទេសអូស្ត្រាលីហើយគាត់កំពុងស្វែងរកនៃការប្រឹក្សាបន្ទាប់មកគាត់ក៏បានជួបជាមួយនឹងភ្នាក់ងារប្រឹក្សាមួយកន្លែងដែលបានប្រាប់គាត់ថានៅខែក្រោយអូស្ត្រាលីអាចនឹងមានទិដ្ឋាការសម្រាប់អ្នកជំនួញឡើងវិញហើយភ្នាក់ងារនោះក៏បានឲ្យគាត់បង់ថ្លៃទទួលយកនៅសេវាកម្មរដ្ឋការទុកជាមុនសូមរំលឹកបងប្អូនថាមកដល់ពេលនេះ Aspire Migration and Education មិនបានទទួលព័ត៌មានអ្វីពីក្រសួងមហាផ្ទៃដែលនិយាយតាក់ទងទៅនឹងការបើកឲ្យមានទិដ្ឋាការជំនួញឡើងវិញនោះទេដូច្នេះបើមាននរណាម្នាក់ធានាថាបច្ចុប្បន្ននេះអ្នកទិញជំនួញនឹងទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលយើងស្គាល់ថា PR នោះវាគឺជាការឆោបបោកទាំងស្រុងមានវិធីសាស្ត្រច្រើនយ៉ាងដែលអាចផ្ដល់ឱកាសឲ្យអ្នកទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ស្របច្បាប់ដូច្នេះអ្នកគួរតែធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញដើម្បីឲ្យពួកគេជួយចង្អុលបង្ហាញថាតើអ្នកគួរដើរផ្លូវណាការប្រឹក្សានឹងផ្ដល់ព័ត៌មានលម្អិតព្រមទាំងវិតម្លៃស្ថានភាពជាក់ស្ដែងរបស់អ្នកដូច្នេះអ្នកនឹងជៀសផុតពីការឆោបបោកនានាហើយអាចរៀបចំដំណើរជីវិតយ៉ាងរលូនមកកាន់ប្រទេសអូស្ត្រាលីAspire Migration and Education មានក្តីព្រួយបារម្ភចំពោះរូបភាពឆោបបោកជាច្រើនដែលកំពុងតែកើតឡើងនៅក្នុងសង្គមដូច្នេះយើងរីករាយនៅក្នុងការផ្តល់ប្រឹក្សាជូនបងប្អូនសូមតាក់ទងមកយើងតាមរយៈព័ត៌មាននៅលើអេក្រង់នេះឬ scan QR code ដើម្បីណាត់ជួបជាមួយនឹងអ្នកផ្តល់ប្រឹក្សាសូមអរគុណសូមជម្រាបលា